ជំរាបសួរបងប្អូនទាំងអស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គម្ចាស់យេស៊ូវសុខសប្បាយជាទេថ្ងៃនេះខ្ញុំក៏ចង់ចែកចាយព្រះបន្ទូលជាមួយនឹងបងប្អូនស្រីៗទាំងអស់គ្នាដែលជាកូនស្រីរបស់ព្រះជាម្ចាស់ខ្ញុំដឹងថានៅក្នុងជីវិតផែនដីនេះស្ត្រីមានបញ្ហាជាច្រើនស្ត្រីមានបញ្ហាជាច្រើនមានការលំបាកជាច្រើនប៉ុន្តែខ្ញុំក៏សូមអរគុណព្រះជាម្ចាស់ដែលលើកព្រះបន្ទូលមួយនេះយើងនឹងអធិដ្ឋានជាមួយគ្នាបបិទ្ធព្រះអង្គម្ចាស់គុណអរព្រះគុណសម្រាប់ព្រះបន្ទូលដែលព្រះអង្គបានឲ្យយើងខ្ញុំចែកចាយដល់បងប្អូនស្រីៗបងប្អូនរួមជំនឿនិងបងប្អូនដែលអ្នកដែលមិនទាន់ជឿព្រះជាម្ចាស់សូមព្រះអង្គម្ចាស់ដល់កម្លាំងដល់យើងខ្ញុំនៅទីនេះព្រះអង្គហើយសូមឲ្យយើងខ្ញុំមានកម្លាំងមានប្រាជ្ញានៅក្នុងចែកចាយមេរៀននេះទៅកាន់អស់អ្នកដែលស្ដាប់សូមព្រះវិញ្ញាណបរិសុទ្ធគង់នៅសន្ធិដ្ឋនៅទីនេះជាមួយនឹងនាងខ្ញុំព្រះអង្គហើយបើទីនេះគឺមានព្រះវិញ្ញាណរបស់ព្រះអង្គសន្ធិដ្ឋនៅគង់ទីណាដែលមានការថ្វាយបង្គំព្រះអង្គទីនោះគឺមានព្រះវិញ្ញាណរបស់ព្រះអង្គសូមកុំឲ្យអំណាចវិញ្ញាណដែលបំភាន់យើងខ្ញុំបានបំភាន់យើងខ្ញុំឲ្យសោះសូមឲ្យព្រះបន្ទូលនេះជាព្រះបន្ទូលដែលព្រះអង្គបានដាក់នៅក្នុងគំនិតនិងមាត់របស់យើងខ្ញុំដើម្បីចែកចាយដល់បងប្អូនជាអ្នកស្ដាប់គុណអរគុណព្រះអង្គគុណអធិដ្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនស្ត្រីរបស់ព្រះជាម្ចាស់ស្ត្រីទាំងអស់មានតម្លៃនៅក្នុងព្រះហត្ថីរបស់ព្រះជាម្ចាស់ព្រះអង្គបង្កើតស្ត្រីមកដើម្បីជាជំនួយសម្រាប់បុរសនៅលើផែនដីនេះស្ត្រីមានតួនាទីថែរក្សាការពារនិងសេចក្តីលំអមួយដ៏អស្ចារ្យនៅក្នុងព្រះនេត្ររបស់ព្រះអង្គស្ត្រីគ្រប់រូបមានតម្លៃស្ត្រីជាកូនស្រីដែលព្រះជាម្ចាស់បានផ្ដល់តម្លៃឲ្យពួកគេជាទីគប់ប្រហាតីរបស់ព្រះអង្គនៅក្នុងគម្ពីរដែលព្រះអង្គបានចែងនោះគឺមាននៅក្នុងលោកុត្តបទចំពុក 2 ខ 18ព្រះអង្គម្ចាស់ជាព្រះមានព្រះបន្ទូលថាបុរសរស់នៅម្នាក់ឯងមិនល្អទេយើងនឹងធ្វើជាជំនួយមួយដ៏សមរម្យសម្រាប់គាត់ព្រះជាម្ចាស់បានបង្កើតស្ត្រីមកសម្រាប់ជាជំនួយរបស់បុរសដោយយោងនៅក្នុងគម្ពីរលោកុត្តបទចំពុក 2 ខ 18ព្រះអង្គបានដកឆ្អឹងជំនីរបស់មនុស្សប្រុសហើយបានជប់សូនឲ្យคล้ายទៅជាស្ត្រីហើយពួកគេបានរស់នៅរួមជីវិតជាមួយគ្នាដែលមានឈ្មោះថាលោកអាដាមនិងនាងអេវ៉ានៅក្នុងនោះព្រះអង្គបានប្រាប់យើងនៅក្នុងខគម្ពីរថាស្ត្រីមានតួនាទីថែរក្សាការពារជាសេចក្តីលំអដ៏អស្ចារ្យនៅក្នុងព្រះនេត្ររបស់ព្រះអង្គស្ត្រីគ្រប់រូបមានតម្លៃនៅក្នុងសុភាសិតចំពុក31 ខ 10ស្ត្រីគ្រប់លក្ខណៈតើអ្នកណាខ្លះនឹងរកបានស្ត្រីត្បិតតម្លៃនៃស្រីនោះវិសេសជាងត្បូងទទឹមទៅទៀតចំណែកនៅខគម្ពីរសាកាចំពុកទី 9 ខ 16ត្បិតគេនឹងបានដូចជាត្បូងនៅមកុដរបស់ព្រះអង្គព្រះអង្គម្ចាស់យេស៊ូវបានផ្ដល់តម្លៃឲ្យយើងជាស្ត្រីពីព្រោះស្ត្រីដែលរស់នៅក្នុងជីវិតឧត្តមឧត្តមគេស្គាល់ពីតម្លៃរបស់គេបងប្អូនគេដឹងថាគេជាស្ត្រីដែលមានតម្លៃហើយគេគួរតែទទួលបាននៅតម្លៃពីមនុស្សជុំវិញខ្លួនជាពិសេសមនុស្សប្រុសពីព្រោះគេដឹងថានៅពេលដែលគេត្រូវរៀបមង្គលការជាមួយនឹងបុរសឬក៏ដៃគូគឺគេនឹងលះបង់គ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែមុននឹងគេរើសយកដៃគូជីវិតគេត្រូវមើលថាតើបុរសនោះគួរនឹងផ្ដល់តម្លៃឲ្យគេឬក៏បុរសនោះមិនបានផ្ដល់តម្លៃឲ្យគេហើយអ្វីបានជាជីដូនជីតាយើងនៅពេលដែលកូនស្រីចាប់ដើមក្រមុំព្រហ្មចារីមានបុរសចូលស្ដីដណ្ដឹងនាងគេតែងតែបង្គាប់អ្វីជាច្រើនសម្រាប់ដើម្បីចូលទទួលឬក៏រៀប
ទទួលនាងធ្វើជាគូអនាគតឬក៏ជាភរិយារបស់បុរសនោះពីព្រោះនៅពេលដែលបុរសផ្ដល់តម្លៃទៅឲ្យមនុស្សស្រីដែលជាស្ត្រីដែលគេចង់បាននោះគេដឹងថាស្ត្រីនោះនឹងមានតម្លៃនៅក្នុងកែវភ្នែករបស់បុរសនោះហើយស្ត្រីនោះនឹងទទួលបាននៅសុភមង្គលនៅក្នុងជីវិតតួនាទីរបស់មនុស្សស្រីអត់ចាំបាច់ធ្វើអ្វីច្រើនទេបងប្អូនតួនាទីរបស់មនុស្សស្រីមិនចាំបាច់ផ្លាស់ប្ដូរឬក៏ធ្វើឲ្យជីវិតយើងរឹងមាំដូចជាបុរសនោះទេបងប្អូនយើងគ្រាន់តែរៀបខ្លួនឲ្យស្អាតធ្វើខ្លួនឲ្យស្អាតថ្វាយបង្គំព្រះជាម្ចាស់ឬក៏កិច្ចការងារផ្សេងដែលយើងធ្វើនៅក្នុងគ្រួសាររបស់យើងឬក៏យើងថែទាំកូនប្រុសស្រីរបស់យើងឬក៏យើងថែទាំស្វាមីរបស់យើងជាការងារមួយដែលយើងគួរធ្វើហើយក៏វាមិនមែនជាភារកិច្ចមួយដែលយើងចាំបាច់ត្រូវតែធ្វើដែរបងប្អូនពីព្រោះតួនាទីរបស់មនុស្សស្រីអត់ចាំបាច់ត្រូវធ្វើអ្វីច្រើនទេបងប្អូនបងប្អូនអាចធ្វើខ្លួនបងប្អូនឲ្យស្អាតសប្បាយចិត្តធ្វើម៉េចឲ្យរូបកាយរបស់បងប្អូនបានមានសុខភាពល្អទៅប្តីរបស់យើងស្រឡាញ់យើងហើយបងប្អូនមិនចាំបាច់ធ្វើអីច្រើនទេមិនបាច់ទៅរអ៊ូរទាំមិនបាច់ទៅនិយាយពាក្យសម្ដីអីច្រើនទៅកាន់ក្រុមគ្រួសារឬទៅកាន់ស្វាមីយើងឬក៏ទៅកាន់កូនប្រុសស្រីយើងនោះច្រើនទេបងប្អូនធ្វើតួនាទីបងប្អូនថែទាំសុខភាពរបស់បងប្អូនស្រឡាញ់ខ្លួនបងប្អូនឲ្យបានច្រើននេះហើយជាតួនាទីរបស់យើងជាតួនាទីរបស់មនុស្សស្រីពីព្រោះព្រះជាម្ចាស់បានដាក់មនុស្សស្រីដូចជាត្បូងនៅក្នុងមកុដរបស់ព្រះអង្គមិនដែរតែត្បូងនៅក្នុងមកុដរបស់ព្រះអង្គគឺជាត្បូងមួយដែលនៅក្នុងមកុដរបស់ព្រះជាម្ចាស់ដែលមិនចាំបាច់ធ្វើអ្វីទាំងអស់បងប្អូនត្រូវធ្វើអ្វីជាតួនាទីរបស់បងប្អូនគឺគ្រាន់តែធ្វើខ្លួនយើងឲ្យសប្បាយរីករាយទៅថែរក្សាខ្លួនយើងឲ្យល្អទៅបងប្អូនពីព្រោះត្រូវចាំថាយើងគឺជាស្ត្រីដូចជាត្បូងនៅក្នុងមកុដរបស់ព្រះអង្គម្ចាស់មនុស្សស្រីត្រូវរៀបតម្លៃខ្លួនឲ្យខ្ពស់កុំឲ្យអ្នកដទៃគេមើលងាយស្រីណាដែលកោតខ្លាចព្រះជាម្ចាស់ស្រីនោះនឹងបានទទួលសេចក្តីសរសើរអ្វីដែលតួនាទីរបស់យើងគឺតួនាទីក្នុងការថ្វាយបង្គំព្រះសរសើរដំកើងព្រះពីព្រោះយើងជាត្បូងមកុដរបស់ព្រះជាម្ចាស់ព្រះអង្គបានដាក់យើងនៅលើព្រះកេសរបស់ព្រះអង្គដូចជាត្បូងមកុដរបស់ព្រះជាម្ចាស់ព្រះអង្គប្រៀបធៀបយើងដូចជាត្បូងបងប្អូនតួនាទីរបស់យើងជាស្ត្រីអ្នកដែលមានជំនឿទៅលើព្រះជាម្ចាស់គឺយើងថ្វាយបង្គំព្រះអង្គអធិដ្ឋានទៅកាន់ស្វាមីរបស់យើងអធិដ្ឋានទៅកាន់កូនប្រុសស្រីរបស់យើងបើសិនជាយើងនៅលាវយើងថ្វាយបង្គំសរសើររំកើនព្រះអង្គម្ចាស់អធិដ្ឋាននឹងទូលសុំអ្វីដែលយើងត្រូវការបងប្អូនយើងគ្មានតួនាទីអ្វីច្រើនទេស្ត្រីគ្រាន់តែជាអ្នកដែលអធិដ្ឋានថ្វាយបង្គំព្រះជាម្ចាស់ហើយអ្វីបានជានៅក្នុងវិហារមានស្ត្រីច្រើនជាងបុរសពីព្រោះតួនាទីរបស់ស្ត្រីគឺអធិដ្ឋានថ្វាយបង្គំទូអង្វរទៅកាន់ព្រះជាម្ចាស់ត្រូវចាំថាយើងជាមកុដជាត្បូងនៅលើមកុដរបស់ព្រះជាម្ចាស់អ្វីដែលយើងទូលសុំព្រះជាម្ចាស់នឹងឮអ្វីដែលយើងចង់បានព្រះជាម្ចាស់នឹងឮមុនគេដូច្នេះហើយស្ត្រីមានអំណាចក្នុងការថ្វាយបង្គំទូអង្វរនិងអធិដ្ឋានទៅកាន់ព្រះជាម្ចាស់តែត្រូវចងចាំថាស្ត្រីជាត្បូងនៅក្នុងមកុដនៃព្រះជាម្ចាស់យើងមានតួនាទីក្នុងការអធិដ្ឋានថ្វាយបង្គំព្រះជាម្ចាស់
ចូលថ្វាយបង្គំនិងអធិដ្ឋានទៅកាន់ព្រះជាម្ចាស់នៅសេចក្តីត្រូវការរបស់យើងត្រូវស្រឡាញ់ព្រះជាម្ចាស់អស់ពីចិត្តអស់ពីព្រលឹងនិងអស់ពីគំនិតរបស់យើងខ្ញុំសូមអរព្រគុណព្រះអង្គម្ចាស់ខ្ញុំសូមថ្វាយគ្រប់ការទាំងអស់នឹងព្រះបន្ទូលនេះទៅកាន់ព្រះអង្គម្ចាស់និងទៅកាន់ស្ត្រីទាំងអស់ដើម្បីពួកគេបានយល់ពីអ្វីដែលជាទួនាទីរបស់ស្ត្រីកុំឲ្យយើងដើរនៅខុសផ្លូវរបស់ព្រះជាម្ចាស់កុំឲ្យយើងដើរនៅផ្លូវមួយដែលមិនត្រឹមត្រូវឲ្យសោះពីព្រោះសម័យនេះស្ត្រីបានត្រូវហិនវិនាសជាច្រើនស្ត្រីបានត្រូវទទួលការមើលងាយពីមនុស្សជុំវិញខ្លួនស្ត្រីជាស្ត្រីទុនខ្សោយបានទទួលការលែងលះពីមនុស្សប្រុសស្ត្រីទទួលអព្យុះជាច្រើននៅក្នុងសង្គមនេះស្ត្រីបានធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់មិនថាជាម្ដាយឬជាឪពុកដើម្បីចិញ្ចឹមកូនតែម្នាក់ឯងក៏សូមឲ្យព្រះជាម្ចាស់បានប្រទានពរដល់ស្ត្រីទាំងអស់ឲ្យរឹងមាំឡើងបងប្អូនស្ត្រីមានអំណាចបងប្អូនត្រូវប្រើអំណាចនោះបងប្អូនត្រូវស្គាល់អំណាចរបស់យើងថាយើងមានអំណាចគ្រប់គ្រាន់នៅការធ្វើការងារផ្សេងបងប្អូនយើងមិនចាំបាច់ធ្វើអ្វីខ្លាំងក្លាទេបងប្អូនយើងគ្រាន់តែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់យើងនឹងទទួលបាននៅព្រះពរហើយព្រះជាម្ចាស់នឹងឆ្លើយតបរាល់ការអធិដ្ឋានរបស់យើងអំណាចរបស់យើងគឺស្ថិតនៅលើមាត់បងប្អូនព្រះជាម្ចាស់បានប្រទានអំណាចរបស់ស្ត្រីនៅលើអណ្ដាតនិងមាត់បងប្អូនប្រើអំណាចទាំងអស់នេះដើម្បីអធិដ្ឋានបងប្អូនពីព្រោះរាល់ថ្ងៃនេះយើងប្រើអំណាចនេះទៅកាន់ផ្លូវដ៏ខុសយើងតែងតែខឹងប្តីយើងតែងតែខឹងកូនយើងតែងតែបងប្អូនតែងតែស្ដីឲ្យតែងតែជេរតែងតែនិយាយធ្វើឲ្យពួកគេធុញប៉ុន្តែបងប្អូនប្រើអំណាចដែលព្រះជាម្ចាស់បានដាក់ឲ្យគឺនៅក្នុងអណ្ដាតនិងមាត់យើងដើម្បីអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ហើយសូមឲ្យព្រះអង្គជួយឲ្យយើងស្ងប់ចិត្តបងប្អូនដូចនៅក្នុងខគម្ពីរដែលយើងបានអាននៅខាងលើនេះបងប្អូនគឺយើងសូមឲ្យព្រះជាម្ចាស់ជួយយើងបងប្អូនសូមឲ្យព្រះជាម្ចាស់ជួយយើងឲ្យយើងមានចិត្តស្ងប់ស្ងាត់ឲ្យយើងមានចិត្តទន់ភ្លន់ឲ្យយើងមិនចេះពុករលួយព្រោះជាការល្អដែលមានតម្លៃចំពោះព្រះជាម្ចាស់បងប្អូនសូមកុំបណ្ដោយឲ្យអណ្ដាតនិងមាត់របស់យើងនិយាយអ្វីដែលអាក្រក់ទៅកាន់ប្តីនិងគ្រួសាររបស់យើងពីព្រោះវិញ្ញាណអរសតាំងវាដឹងចំណុចខ្សោយរបស់ស្ត្រីវាដឹងថាបុរសស្រឡាញ់ស្ត្រីបុរសស្ដាប់ស្ត្រីទើបវាប្រើយើងឲ្យនិយាយមើងងាយប្តីយើងនិយាយមើងងាយកូនប្រុសស្រីនិងដាក់បណ្ដាសាដល់កូនប្រុសស្រីនៅពេលដែលយើងខឹងគេសូមកុំបណ្ដោយឲ្យវិញ្ញាណអារក្សធ្វើការទាំងអស់នោះបងប្អូនសូមឲ្យបងប្អូនបានប្រើអណ្ដាតនិងមាត់ទៅអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ព្រះជាម្ចាស់នឹងឮបងប្អូនព្រះជាម្ចាស់នឹងឮបងប្អូនមុនគេពីព្រោះព្រះជាម្ចាស់បានដាក់យើងជាត្បូងនៅលើមកុដរបស់ព្រះជាម្ចាស់ប្រើអំណាចរបស់បងប្អូនដើម្បីអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ប្រើអំណាចរបស់យើងបងប្អូនចង់ឲ្យគ្រួសាររបស់បងប្អូនមានព្រះពរបងប្អូនចង់ឲ្យឪពុកម្ដាយរបស់បងប្អូនមានកម្លាំងនិងមានសុខភាពល្អបងប្អូនចង់ឲ្យក្រុមជំនុំរបស់បងប្អូនរីកចម្រើនបងប្អូនចង់ឲ្យប្រទេសជាតិរបស់បងប្អូនបានសុខសេមសាន្តបងប្អូនអធិដ្ឋានទៅកាន់ព្រះជាម្ចាស់បងប្អូនប្រើពេលវេលាអធិដ្ឋានទៅកាន់ព្រះជាម្ចាស់នេះហើយជាទួនាទីរបស់យើងជាស្ត្រីទួនាទីរបស់យើងជាស្ត្រីគឺការអធិដ្ឋានគ្រប់ពេលវេលាទាំងអស់បងប្អូនបើសិនជាយើងខឹងនឹងកូនរបស់យើងអធិដ្ឋានបើសិនជាយើងខឹងប្តីយើងអធិដ្ឋានបើសិនជាយើងខឹងអ្នកចិត្តខាងយើងអធិដ្ឋានបើសិនជាយើងខឹងអ្នកណាម្នាក់អធិដ្ឋានហើយឲ្យពរគេដើម្បីកុំឲ្យវិញ្ញាណអារក្សសាតាំងមកលបួងមាត់របស់បងប្អូនឲ្យសោះកុំឲ្យវិញ្ញាណអារក្សមកបំផ្លាញគ្រួសាររបស់បងប្អូនដោយសារមាត់របស់យើងនេះហើយដែលបំផ្លាញយើង
ដែលបំផ្លាញយើងគ្មាននរណាបំផ្លាញយើងទេមានតែមាត់របស់យើងហើយ